แต่យើងស្អីឯណាមកប្រកែឃើញផងយើងឯណាមកលឺផងហ្នឹងហើយយើងស្អីឯណាវាអត់ទេវាជាកិច្ចរបស់វិញ្ញាណទេហើយបើយើងអត់មានប្រដីរលឹកទេឈ្មោះថាយើងអត់បានប្រតិបត្តិតាមព្រះដ៏មានពភាអីហ្នឹងហើយពីព្រោះព្រះអង្គសម្ដែងឲ្យយើងប្រតិបត្តិយើងអត់ប្រតិបត្តិដោយសារយើងគិតថាចម្រើនវិបស្សនាតើតែយើងចម្រើនសមាធិហើយចិត្តស្ងប់ហើយបានមកពិចារណាអនិច្ចំទុក្ខំអនត្តានឹងជាវិបស្សនាប៉ុន្តែបើអត់មានពូជសតិប្បដ្ឋានវិបស្សនាអត់កើតទេវិបស្សនាកើតយ៉ាងម៉េចវាមិនមែននៅលើអត្តាយើងទៅពិចារណាហ្នឹងឯណាយើងធ្វើចិត្តស្ងប់អីចឹងយើងពិចារណានៅតែទួខ្លួនយើងដដែលហ្នឹងពិចារណាហ្នឹងគឺយើងគ្រាន់តែស្ដាប់មកយើងគិតតាមស្ដាប់ទេតែទួវិបស្សនាគឺដោយអាស្រ័យសតិកំណត់អារម្មណ៍ហ្នឹងហើយតើវឹកហាត់អប់រំរឿយបានដល់ទៅពេលចិត្តស្ងប់ទៅដែលគ្រូបងលើកពីរឿងថាសមថៈជាបាតហ្នឹងណាសតិថ្នាក់សមថៈហ្នឹងជាបាតនៃវិបស្សនាហ្នឹងហើយដល់ចិត្តស្ងប់អញ្ចឹងទៅបុគ្គលដែលមានប្រកដីចម្រើនសតិប្បដ្ឋានហ្នឹងគឺថាបានមកកំណត់ដឹងនៅអង្គរបស់ឈានក្តីឬក៏រូបធម៌នាមធម៌ហ្នឹងក្តីកំណត់ដោយវិបស្សនាហ្នឹងវិបស្សនាមានកម្លាំងហើយពីព្រោះអីពីព្រោះមានពូជនៃវិបស្សនាហ្នឹងហ្នឹងហើយពូជហ្នឹងគឺសតិប្បដ្ឋានហ្នឹងហើយព្រោះបើអត់មានសតិកំណត់ដឹងបរមត្តជាអារម្មណ៍ទេគឺអត់ពិចារណាកាយវេទនាចិត្តធម៌ហ្នឹងបានទេបើយើងគិតខ្លួនឯងវាអត់ឃើញហ្នឹងហើយគិតទៅនៅតែខ្លួនយើងហ្នឹងដើម្បីថាឲ្យខ្លួនយើងបានអីចឹងទៅហ្នឹងហើយដែលគ្រូបងវិជ្ជាពីសកាយទិដ្ឋិហ្នឹងឯងពុទ្ធបរិស័ទយើងហ្នឹងបានរក្សាហ្នឹងឯងអញ្ចឹងដល់តែព្រះពុទ្ធអង្គសម្ដែងប្រាប់មកហ្នឹងឯងបានយើងទទួលបរតោខោសៈដែលល្អហ្នឹងដោយអាស្រ័យយោនិសោមនសិកាហ្នឹងឯងហ្នឹងឯងនិយាយពីយោនិសោមនសិកាក៏តាក់ទងទៅនឹងបច្ច័យទៀតទៅហ្នឹងឯងដោយព្រះអង្គសម្ដែងសទ្ធាជាអាហារនៃយោនិសោមនសិកាអញ្ចឹងហើយសទ្ធាហ្នឹងអាស្រ័យសទ្ធម្មសវណៈហ្នឹងហើយក្នុងអង្គត្រនិកាយទស្សកនិបាតអវិជ្ជាសោតអាហារសោតហ្នឹងហើយអវិជ្ជាសោតឬក៏តណ្ហាសោតហ្នឹងគឺមានធัว10ហ្នឹងហើយហើយនិយាយពីហេតុនៃសមាទិដ្ឋិដោយបរតោខោសៈហើយនឹងយោនិសោមនសិកានេះយើងស្ដាប់ហ្នឹងហើយដែលនាំឲ្យយើងមានតែប្រធានបរិបត្តិហ្នឹងហើយដែលនិយាយពីសតិប្បដ្ឋានជាពូជនៃវិបស្សនាហ្នឹងឯងបើតេតងទៅនឹងការប្រៀបធៀបហ្នឹងឯងព្រះពុទ្ធអង្គក៏ព្រះអង្គប្រៀបធៀបដោយសិលទៅនឹងផែនដីអីហ្នឹងអញ្ចឹងប៉ុណ្ណាហ្នឹងឯងហើយក្នុងវិវេកកថាបដិសម្ពិទាមៈហ្នឹងដែលបុគ្គលត្រូវចម្រើនសមាទិដ្ឋិសមាសង្កបៈហោហែទៅគ្រប់ណាដែលជាការចម្រើននៅក្នុងអង្គមគ្គហ្នឹងដែលមានវិវេកណាហ្នឹងហើយដល់មុននឹងសម្ដែងពីសមាទិដ្ឋិប្រព្រឹត្តទៅដើម្បីវិវេកណាវិវេកហ្នឹងមានតទាំងកវិវេកវិខម្បនៈវិវេកបដិបស្សតិវិវេកសមុច្ឆេតវិវេកហើយនឹងនិសរណៈវិវេកគឺព្រះនិព្វានហ្នឹងឯងក្នុងខណៈនៃវិបស្សនាណាវិបស្សនាខណេហ្នឹងគឺវិវេកហ្នឹងដោយកិច្ចតោហ្នឹងគឺតទាំងកវិវេកវិបស្សនាហើយមានព្រះនិព្វានគឺនិសរណៈវិវេកហ្នឹងជាអធ្យាស្រ័យអច្ឆេយតោនិសរណៈវិវេកកនិសតាំងហ្នឹងអាស្រ័យនិសរណៈវិវេកហ្នឹងអច្ឆេយតោដោយអធ្យាស្រ័យអធ្យាស្រ័យហ្នឹងគឺបានន័យថា
មានចិត្តបញ្ជូនទៅព្រះនិព្វានហ្នឹងឯងអរតវិរិយោបហេតតតោហ្នឹងឯងនៅក្នុងព្រះអត្ថាលោកសម្ដែងដល់ជាញ្ញៈមួយទៀតថានិន្នៈណានិន្នៈគឺដោយចិត្តបង្អោនទៅហ្នឹងឯងទន់ទៅរកព្រះនិព្វានមិនតាន់មានព្រះនិព្វានជាអារម្មណ៍ទេតើមគ្គខនេក្នុងខណៈនៃមគ្គហ្នឹងបានហ្នឹងដោយកិច្ចតោហ្នឹងសមុច្ឆេតៈវិវេកហ្នឹងដែលថាចម្រើនសមាធិប្រព្រឹត្តទៅក្នុងវិវេកណាហ្នឹងហើយមាននិស័យ3នៅក្នុងហ្នឹងមានឆន្ទៈមានសទ្ធាមានការតាំងចិត្តហ្នឹងហើយនិស័យប្រព្រឹត្តទៅក្នុងវិវេកណាក៏មាននិស័យ3ហ្នឹងប្រព្រឹត្តទៅក្នុងវិរិយកៈក៏មាននិស័យ3ហ្នឹងប្រព្រឹត្តទៅក្នុងនិរោធក៏មាននិស័យ3ហ្នឹងប្រព្រឹត្តទៅក្នុងវោសកៈក៏មាននិស័យ3ហ្នឹងអញ្ចឹងបានក្នុងប្រសូតហ្នឹងវិវេកកថាបិដកបដិសម្ពិទាមតយៈភា71ហ្នឹងហើយមើលវិវេកកថាហ្នឹងមាននិស័យ12និស័យហ្នឹងគឺដោយឆន្ទៈដោយសទ្ធានិងដោយចិត្តហើយប្រព្រឹត្តទៅក្នុងវិវេក3វិរិយកៈ3និរោធ3វោសកៈ3វោសកៈប្រែតែលះបង់ប៉ុន្តែព្រះអត្ថាលោកចែកជា2បរិច្ចាកៈវោសកៈបរិច្ចាកៈហ្នឹងគឺលោកយៈលោកតរៈមិសកៈលាយគ្នាគឺថាក្នុងគណៈនៃវិបស្សនាគឺតទាំងកៈបហានៈដល់ទៅគណៈអរិយមគ្គសមុច្ឆេតៈបហានៈអាហ្នឹងបរិច្ចាកៈវោសកៈហ្នឹងឯងហើយដល់ទៅដល់បខន្តនៈណាវោសកៈចែកជា2បរិច្ចាកៈហ្នឹងគឺដោយការលះបង់ដោយវិបស្សនានិងមគ្គហើយដល់ទៅបខន្តនៈថាស្ទុះទៅហ្នឹងគឺក្នុងគណៈនៃវិបស្សនាហ្នឹងគឺដោយអធិស្ស្រ័យដោយចិត្តបង្អោនទៅអរតវិរិយោបហេតតតោហ្នឹងឯងបហេតតោប្រែតែបញ្ជូនណាបញ្ជូនខ្លួនហ្នឹងគឺបញ្ជូនចិត្តទៅព្រះនិព្វានណាដល់គណៈនៃអរិយមគ្គបានមានព្រះនិព្វានជាអារម្មណ៍ហ្នឹងឯងអញ្ចឹងគឺថាបខន្តនៈវោសកៈហ្នឹងគឺក្នុងប្រសូតហ្នឹងដែលមុននឹងចូលដល់ចម្រើនសមាធិសមាសង្កបៈជាដើមហ្នឹងដើម្បីវិវេកជាដើមហ្នឹងគឺសម្ដែងពីសិលជាផែនដីហើយដាំដុះអីក៏អាស្រ័យផែនដីហ្នឹងចឹងបានចូលមកក្នុងសេចក្តីដែលថាសតិប្បដ្ឋានជាពូជហ្នឹងខ្ញុំណាយកមកវិជ្ជាហ្នឹងគឺនៅក្នុងសេចក្តីដែលថាកុំឲ្យយើងដោយថាចេះតែកម្មយកតាមគ្នារហូតមកក្នុងពាក្យថាសមថវិបស្សនាហ្នឹងឯងថាឲ្យតែចម្រើនសមថៈទៅគឺបានជាការចម្រើនវិបស្សនាហើយហ្នឹងឯងដល់តែមានពូជនៃវិបស្សនាហ្នឹងឯងគឺបានន័យថាប្រកដីនៃជីវិតហ្នឹងដែលព្រះអង្គសម្ដែងពួកធัวក្នុងកាយវេទនាចិត្តធัวហ្នឹងគឺមានសតិអប់រំរឿយរលឹកដឹងបរមត្តធัวហ្នឹងសូម្បីតែពេលយើងកំពុងស្ដាប់ធัวហ្នឹងក៏សតិរលឹកបានស្អីដែលធ្វើសវនកិច្ចធម្មតាយើងឃើញយើងឮអត់មានសតិហ្នឹងឯងចាយើងដឹងក្លិនយើងគិតចឹងទៅវាខុសគ្នាពីការដែលមានសតិរលឹកគឺសោទ្វេរវិថីចិត្តសោតវិញ្ញាណហ្នឹងធ្វើសវនកិច្ចគេណាវាលះនៅសេចក្តីប្រកម្មតែខ្លួនយើងអ្នកឮហ្នឹងហើយតទាំងកបហានៈហ្នឹងបស្សនាកើតឡើងតែយើងអธิบายមិញយកតែពីរឿងសមថៈនិងវិបស្សនាជាគោលប៉ុន្តែក្នុងវិបស្សនាហ្នឹងយើងត្រូវសិក្សាអំពីការចម្រើនវិបស្សនាហ្នឹងទៀតត្រង់ដែលថាមានសតិប្បដ្ឋានណាហ្នឹងហើយតែបដ្ឋានហ្នឹងដែលជាពូជនៃវិបស្សនាហ្នឹង
ដែលដូចថាយើងដាំអីនៅលើផែនដីដែលមានសែលជាផែនដីហ្នឹងសមថៈហ្នឹងគ្រាន់តែប្រៀបដូចជាជីទេដែលយកទៅដាក់នៅលើដីឲ្យដីល្អហ្នឹងដើម្បីបានដាំអីទៅមានផលល្អហ្នឹងបើយើងអត់មានពូជវិបស្សនាទេគឺវាមិនអាចថាជីហ្នឹងឲ្យទៅជាដូងទៅជាក្រូចទៅជាស្វាយអីបានទេហ្នឹងគឺចម្រើនសមថៈដែលជាបាបនៃអភិញ្ញាអីចឹងទៅក្រៅពុទ្ធសាសនាអីហ្នឹងទៅហ្នឹងហើយអញ្ចឹងសម្រាប់ពុទ្ធបរិស័ទយើងតើតែដាំពូជសតិប្បដ្ឋានហ្នឹងបានមានវិបស្សនាពីព្រោះនៅក្នុងអត្ថកថាសតិប្បដ្ឋានសូត្រហ្នឹងដែលបង្និតលើកឡើងហ្នឹងហ្នឹងហើយយើងមើលត្រង់អាតាបិសម្បជាណោសតិមាហ្នឹងហើយមើលកន្លែងសតិមានេះហ្នឹងហើយបល័យក៏មានហ្នឹងហើយសម្រាយក៏មានហ្នឹងហើយកន្លែងលោកបញ្យលអាតាបិហើយមកបញ្យលសម្បជាណោហើយរួចទៅបានមកបញ្យលត្រង់សតិមាតិនេះបល័យណាហ្នឹងហើយកាយៈបរិក្គាហេកាយៈសតិយាសមណាកតោចុចមួយទៅបានអាយ៉ាងបណៈយស្មាសតិយាសតិយានោះប្រែថាដោយអារម្មណ៍ហ្នឹងហើយអារម្មណ៍មណੰបរិក្ខហេធ្វាគឺថាកំណត់អារម្មណ៍ដោយសតិហ្នឹងហើយហ្នឹងហើយសតិយាអារម្មណ៍មណੰបរិក្ខហេធ្វាកន្លែងហ្នឹងសំខាន់ណាក្នុងការដែលយើងសិក្សាទេពដ្ឋានទៅមានកន្លែងបន្តិចហ្នឹងហើយកន្លែងបន្តិចមែនប៉ុន្តែធ្វើឲ្យយើងសិក្សាទលំទលាយទៅក្នុងសេចក្តីដែលថាសតិយាអារម្មណ៍មណੰបរិក្ខហេធ្វាបញ្ញាយៈអនុបស្សតិនេះអនុបស្សតិហ្នឹងគឺជាការដែលពិចារណាទៅក្នុងកាយវេទនាចិត្តធัวហ្នឹងដោយបញ្ញាយៈនេះណាហ្នឹងហើយសតិយាអារម្មណ៍មណੰបរិក្ខហេធ្វាហ្នឹងគឺកំណត់អារម្មណ៍ដោយសតិហ្នឹងហើយរួចទៅបន្តមកទៀតនេះនិហេសតិវិរហេតស្សៈអនុបស្សនានាមៈអថេតែប៉ុណ្្នឹងឯងណាគឺថាសតិវិរហេតស្សៈវិរហេតស្សៈហ្នឹងប្រែថាវាចាហ្នឹងឯងបាលីហ្នឹងណាវិរហេតស្សៈហ្នឹងវិរហេតហ្នឹងប្រែថាវាចាសតិឬក៏ប្រសិជ្ជសតិនិងនិហេអនុបស្សនានាមៈអថេហ្នឹងហើយមានអ្នកនេះមកបរិស័ទអថេនេះហ្នឹងហើយដែលឈ្មោះថាមានអនុបស្សនាហ្នឹងគឺថាអ្នកហ្នឹងហើយគឺអត់ទេបើវាចាសតិគឺអត់មានអនុបស្សនាទេហើយសតិក្នុងទីនេះសតិមតបដ្ឋានពលលោកបញ្យលក្នុងសតិមានេះណាគឺជាសតិដែលកំណត់អារម្មណ៍សតិយាអារម្មណ៍មណੰបរិក្ខហេធ្វាហើយបញ្ញាយៈអនុបស្សតិបានន័យថាអារម្មណ៍របស់វិបស្សនានឹងឯងប៉ុន្តែមានសតិកំណត់អារម្មណ៍នឹងហ្នឹងហើយតលតែសតិកំណត់អារម្មណ៍បរមត្តធัวនាមរូបនឹងទៅបានវិបស្សនាពិចារណាកាយវេទនាចិត្តធัวនឹងទៅបានហ្នឹងគឺសេចក្តីប្រែក៏មានតាមនឹងហើយដែលថាពាក្យថាមានសតិមាហ្នឹងណាហ្នឹងឯងគឺប្រកបដោយសតិកំណត់កាយជាដើមហ្នឹងវេទនាចិត្តធัวហ្នឹងហ្នឹងឯងក៏ភិក្ខុរូបនេះកំណត់អារម្មណ៍ដោយសតិពិចារណាឃើញដោយបញ្ញាធម្មតាថាបញ្ញាពិចារណាឃើញនៃបុគ្គលដែលវាចាសតិរមែងមានមិនបានហ្នឹងហើយរមែងមានមិនបានហ្នឹងនេះអត្ថិហ្នឹងហើយគឺបានន័យថាអត់មានទេអត់មានវិបស្សនាទេអញ្ចឹងក្នុងសេចក្តីហ្នឹងគឺយើងមើលបើប្រកដីយើងអត់មានការចម្រើនទេពដ្ឋានទេ
ណាប៉ុន្តែតែប្រធានយើងអប់រំចម្រើនហ្នឹងគ្រាន់តែបានជាពូជជាពូជដែលយើងស្ដាប់មកដែលមានការចាំធัวដែលព្រះអង្គសម្ដែងថេរៈសញ្ញាបតតឋានាហ្នឹងហើយវាអត់មានកម្លាំងដើម្បីនឹងឲ្យវិបស្សនានឹងឯងទៅកំណត់រហូតដល់ទៅញាតបរិញ្ញាតៃរណបរិញ្ញាបហានបរិញ្ញាបានទេអញ្ចឹងយើងត្រូវពឹងកម្លាំងហ្នឹងហើយហើយកម្លាំងយើងនឹងវាខ្សោយដោយសារនិវរណៈធัวនេះនិវរណៈធัว5ហ្នឹងឯងដែលធ្វើឲ្យបញ្ញាទពលធ្វើឲ្យបញ្ញាខ្សោយហ្នឹងហើយនិវរណៈធัวហ្នឹងជាអាហាររបស់អវិជ្ជាព្រះពុទ្ធអង្គសម្ដែងអញ្ចឹងឲ្យប្រកដីបើយើងមិនយកចិត្តទុកដាក់បង្ក្រាបនិវរណៈទេវាទៅជាចម្រើនកាមឆន្ទៈជាបាបៈអីហ្នឹងអាហ្នឹងបានន័យថាយើងផ្ដល់ស្បៀងឲ្យខ្មាំងហើយអាហារបងម្ដែងថាជាអាហារណាហើយអវិជ្ជាហ្នឹងគឺជាកំពូលសត្រូវជាមួយជីវិតយើងហើយគឺបានន័យថាយើងក្បត់នឹងខ្លួនយើងហើយបើដូចជានៅក្នុងរឿងប្រទេសជាតិធ្វើសង្គ្រាមហើយយើងទៅផ្ដល់ស្បៀងឲ្យខ្មាំងអានឹងក្បត់ជាតិហើយយ៉ាងណាមិញអាការដែលយើងមិនបង្ក្រាបនិវរណៈធัวទេណាយើងដូចអាងថានិវរណៈធัวក៏ជានិវរណៈបព្វៈដែរនិវរណៈបព្វៈមែនប៉ុន្តែបើអត់មានសតិរលឹកដឹងណាហ្នឹងហើយបានអីទៅជានិវរណៈបព្វៈនៃធម្មានុបស្សនាតែប្រធាននិវរណៈមានមែនប៉ុន្តែអត់មានបច្ច័យនៃសតិរលឹកហ្នឹងហើយនិវរណៈហ្នឹងជាអាហារនៃអវិជ្ជាហ្នឹងហើយធ្វើឲ្យបញ្ញាទពលចឹងបានកិច្ចការសំខាន់ពុទ្ធបរិស័ទយើងមានប្រកដីចម្រើនតែប្រធានតែត្រូវពឹងសមថៈនឹងឯងដែលគ្រូបងលើកពីអង្គនៃឧបចារសមាធិជាដើមហ្នឹងនៃសាកសួរទៅពុទ្ធបរិស័ទក៏ឆ្លើយចេះដឹងតាមរៀនហ្នឹងទៅហ្នឹងហើយប៉ុន្តែឲ្យយើងក៏បានមកជ្រាបដឹងអំពីសតិប្បដ្ឋានដែលត្រូវបរិបត្តិតាមព្រះពុទ្ធដីកាជាប្រកដីដូចជាចិត្តប្រកបដោយរាគៈចិត្តប្រកបដោយទោសៈចិត្តប្រកបដោយមោហៈអីនេះតែយើងទៅធ្វើចិត្តប្រកបដោយរាគៈទោសៈមោហៈដើម្បីចម្រើនតែប្រធានមិនមែនទេប្រកដីដែលមានរាគៈទោសៈមោហៈហ្នឹងឯងយើងស្ដាប់ពធัวមកយើងចាំព្រះពុទ្ធដីកាបានធ្វើឲ្យយើងមករលឹកដឹងឲ្យឃើញតួបរមត្តរាគៈទោសៈមោហៈហ្នឹងវាអត់មានអត្តាយើងអ្នករាគៈទោសៈមោហៈទេរលឹកបានរឿយអញ្ចឹងចិត្តប្រះចារាគៈ